ជំរាបដល់ញាតិញោមពុទ្ធបរិស័ទយើងទាំងអស់ថ្ងៃនេះវត្តស្មេរតនដំភូមិស្វាយហើយថ្ងៃនេះបានញាតិញោមព្រមទាំងបងស្រាយមីងលីមីងភ័យព្រមទាំងកញ្ញានាតកញ្ញានីកញ្ញាដែងហើយមីងគួយហើយពូភូបានមកសម្អាតវត្តថ្ងៃរៀបចំថ្ងៃបុណ្យវិសាខបូជាត្រូវជាថ្ងៃពេញបូរមីញាតិញោមណាហើយឥឡូវនេះបានបងស្រីគាត់កំពុងតែកាត់ផ្កាឥឡូវចង់សម្ភាសគាត់ដែលគាត់មកកាត់ផ្កានឹងដើម្បីថាយកមកធ្វើអីចង់សួរពីខ្លឹមសារបងមីងកញ្ញាណាដែលចូលរួមនៅការធ្វើកម្មវិធីបុណ្យពេលល្ងាចនេះហើយសូមទេសនាមនៅឥឡូវសូមសម្ភាសខាងកញ្ញាមុនណាកញ្ញាទេសនាមYouTube វត្តស្វាយដើម្បីឲ្យញាតិញោមបានទស្សនាដឹងពីខ្លឹមសារការកាត់ផ្កាបូជាជាស្លាណាហើយមើលទេសនាមឈ្មោះអីកណាស្មោះនីតគ្រូមកនេះសម្ភាសកញ្ញានាតឥឡូវនេះចាប់ផ្ដើមកញ្ញានាតដែលបានយកផ្កាមកថ្ងៃនេះដើម្បីយើងធ្វើអ្វីដែរកម្មវិធីហ្នឹងហើយចនានាតមើលឆ្លើយឲ្យញាតិញោមបានទស្សនាហើយបងប្អូននៅភូមិស្វាយយើងព្រមទាំងញាតិញោមគ្រប់កន្លែងដែលចង់ទស្សនាមើលខាងកម្មវិធីយើងកំពុងតែផ្លេសផ្កាហ្នឹងធ្វើដើម្បីអីខ្ញុំកណាមានចិត្តចេះថ្លាយកផ្កាមកបូជាថ្ងៃបុណ្យវិសាខបូជាគ្រូយ៉ាងល្អណាស់ហើយបានផ្កាហ្នឹងមកពីណាទៅបានបេះមកពីណាកណារទិញនៅស្រុកខ្មែរស្រុកអីព្រោះអីទៅនៅអត់សូវមានផ្កាដើរទិញគ្រប់កន្លែងដែរគ្រប់អានប៉ុណ្្នឹងផ្កាហើយជ្រះថ្លាណាស់ហើយបានផ្កាមកហ្នឹងបានមកបូជាហើយនឹងហ្នឹងយើងមានអីមើលសោកផ្សាយឲ្យញាតិញោមមកចូលរួមដើម្បីជួយសូត្រធម៌ដែរល្ងាចហ្នឹងពួតមានកម្មវិធីធ្វើបុណ្យវិសាខបូជាឲ្យញាតិញោមមកទិសធម៌ចូលរួមធម៌ទាំងអស់គ្នារួមឲ្យបានច្រើនណាកណាគ្រូសូត្រធម៌ដើម្បីជាកុសលទាំងអស់គ្នាដើម្បីយើងរលឹកនឹកឃើញជាថ្ងៃព្រះអង្គប្រសូតណាកណាគ្រូឥឡូវដល់មីងលីណាហើយមីងលីហើយថ្ងៃនេះមីងលីបានកាត់ផ្កាជ្រះថ្លាយ៉ាងម៉េចដែរមើលមីងលីបកស្រាយបន្តិចមើលហើយថ្ងៃនេះយើងបានបកផ្កាផ្កាឈូកណាហើយថ្ងៃនេះយើងចង់ធ្វើកម្មវិធីបូជានឹងមិនដែរបូជាបានជ្រះថ្លាបានមកបិទផ្កាបូជាហ្នឹងហើយល្អណាស់បានរៀបចំចឹងហើយមានផ្ដាំឲ្យញាតិញោមមកចូលរួមដែរថ្ងៃហ្នឹងផ្ដាំឲ្យញាតិញោមឲ្យមករួមមកវត្តយើងឲ្យបានស្បាយធឹកធំម្ដងមើលបាទចំការប៉ហើយនឹងខាងយីលីណាខាងបានជើញឲ្យញាតិញោមមកចូលរួមហើយនេះខាងមីងភ័យនេះមើលមីងភ័យជួយបកស្រាយមើលហើយថ្ងៃនេះយើងធ្វើកម្មវិធីបុណ្យវិសាខបូជាមកណាហើយបានប្រកាសមកពីណាខ្លះបានប្រកាសមកពីអ៊ុយខាងផឹកដេងទិញដល់លងហ្នឹងហើយបានប្រមាណដុំដែរមិញជឿបានប្រមាណដុំដែរបាន3ដុំទាំងអស់តែគ្នាបងប្អូនទាំងអស់មកវត្តថ្ងៃមិញយាយតាអីទាំងអស់ហើយ stop ហើយមិនណានិយាយរួមទៅគាត់ជាអ្នកខាងរ៉ូស៊ីដាំដំឡូងអីប្រកែណាកសិកម្មអីគាត់ជំនឿជឿក្នុងការព្រះសម្មាសម្ពុទ្ធបូជាធ្វើបុណ្យកម្មវិធីបុណ្យអញ្ចឹងទៅគាត់តែងតែទិញផ្កាមកប្រគេនជីកាបុណ្យទីនអីគាត់ចិត្តតែមកជួយវត្តរហូតអញ្ចឹងឥឡូវចង់បានសម្ភាសគាត់បន្តិចដើម្បីទឹកចិត្តជ្រះថ្លារបស់គ្រួសារដល់មីងគួយណាហើយតិចមានថ្ងៃមិញមានញាតិញោមគាត់ចូលរួមបច្ច័យដែរណានឹងហើយមើលអរគុណញាតិញោមដែលបានចូលរួមបច្ច័យទិញផ្កាបូជាវិសាខបូជាណាកណាសូមអរគុណយាយពីថ្ងៃមកវត្តថ្ងៃពេញបោថ្ងៃវិសាខបូជាហ្នឹងពេញបូរមីហ្នឹងហើយយាយរៃលុយគ្នាចូលដើរទិញដើមផ្កាទាំងអស់គ្នាឲ្យកូនខ្ញុំកូនមីងស្រីនេះពីអ្នកមីងភ័យទៅទិញផ្កាហើយកូនពូសិតមីងភៀនកូនមីធានណាទៅទិញផ្ការៃលុយគ្នាបានច្រើនហើយយាយនៅអីយាយរបស់មីនានរៃនៅផ្ទះគេឡើងផ្ទះក៏រៃបានប្រហែល100ដែរបាន100គាត់ក៏រៃចូលរួមមកដែរអត់ដឹងចំនួនលុយទេជូនពរយាយទាំងអស់ណាជូនពរយាយទាំងអស់បានអីសោកឲ្យមានអាយុវែងឲ្យមានកម្លាំងខ្លាំងក្លាយាយទាំងអស់គ្នាហ្នឹងហ្នឹងគ្រូណាហើយឥឡូវយើងពីងាយកម្មវិធីយើងធ្វើកម្មវិធីហ្នឹងមានជឿឲ្យអញ្ជើញញាតិញោមមកចូលរួមដែរល្ងាចហ្នឹងសូមអញ្ជើញយាយញាតិញោមទាំងអស់ក្នុងស្រុកយើងហ្នឹងមកចូលរួមទាំងអស់ឲ្យស្បាយឲ្យច្រើនកកកឲ្យស្បាយឲ្យទាំងហែឲ្យស្បាយម្ដងមកឆ្នាំហ្នឹងហ្នឹងហើយឥឡូវមានគាត់បានអញ្ជើញឲ្យយាយនៅខាងភូមិស្វាយយើងមកចូលរួមទាំងហែវិសាខបូជាដើម្បីយើងរលឹកនឹកឃើញដល់
ព្រះសម្មាសម្ពុទ្ធជាថ្ងៃដែលព្រះអង្គប្រសូតនិងត្រាស់ដឹងហើយប្រណិពានហើយចឹងហើយញាតិញោមដែលបានលើហើយណាដោយមានគ្រួសារពូប្រាក់ព្រមទាំងមីងភីមីងគួយមីងស្រាយរត់គេចបាត់ហ្នឹងណាហើយជីជាថ្លាហើយមើលចាប់បកាប្លង់បកានេះប្លង់បកាស្នានេះបកាញាតិញោមពិតបរិស័ទបកាស្អាតណាដាក់ហ្នឹងហើយបកាដែលញាតិញោមបូជាជាថ្លាថ្ងៃនេះបានពូភូបានមកសម្អាតវត្តរាល់ថ្ងៃញាតិញោមតាំងពីថ្ងៃបុណ្យមិនថ្ងៃបុណ្យទេមិនថាថ្ងៃណាទេគាត់មករហូតមកបោសសម្រាមមកសម្អាតវត្តហើយមិនថាថ្ងៃបុណ្យឬមិនថ្ងៃបុណ្យទេគាត់មកសម្អាតរាល់ថ្ងៃហើយចឹងសម្ភារគាត់តើក្នុងចិត្តរបស់គាត់មកបោសសម្អាតវត្តហ្នឹងចិត្តបំណងអីដែរណាចង់ឲ្យវត្តឲ្យជាស្អាតឲ្យវាស្រឡះលេងលក់ស្អាតបងប្អូនញាតិញោមនៅចិត្តឆ្ងាយមកឃើញទៅឃើញវត្តស្អាតចឹងគេជួយជ្រែកត្រីអដែរគាត់ញោមណាស់ហើយគាត់ចេះថ្លាដោយចិត្តរបស់គាត់អត់មានពីណាបង្ខំឬមួយគាត់ថាចេះតែកាងមកបង្ខំជូលឬអត់មានទេញោមគាត់ដោយសារចេះថ្លារបស់គាត់មកជួយសម្អាតវត្តរាល់ថ្ងៃបោសសម្អាតរាល់ថ្ងៃបើហើយឥឡូវយើងថ្ងៃនេះធ្វើកម្មវិធីបុណ្យវិសាខបូជាហើយមើលមានជើញញាតិញោមមកចូលរួមហ្នឹងល្ងាចហ្នឹងកណាថ្ងៃនេះមានបងប្អូននៅស្រុកភូមិញាតិញោមយើងហើយច្រើនគុណមកចូលរួមបុណ្យពិសាខបូជាក្នុងថ្ងៃព្រះអង្គប្រសូតនៅថ្ងៃពេញបូរមួយខែពិសាខនេះគុណណាហ្នឹងហើយចឹងណាហើយថ្ងៃហ្នឹងយើងចូលរួមទាំងអស់គ្នាណាញាតិញោមណាចេះធរអីសូត្រធរទៅណាដើម្បីយើងសូត្ររលឹកជាថ្ងៃព្រះអង្គដែលបានប្រសូតនិងជាថ្ងៃព្រះអង្គដែលបានត្រាស់ដឹងជាថ្ងៃព្រះអង្គដែលព្រះនិព្វានជាពិសេសភាសានៅថ្ងៃរបស់ព្រះសម្មាសម្ពុទ្ធយើងណាហើយចឹងទៅសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទបានទស្សនាឡាយដើម្បីសុភិពូភូគាត់ឈ្មោះពូភូណាគាត់មកសម្អាតវត្តហើយក៏ចូលរួមในការកម្មវិធីបុណ្យវិសាខបូជាល្ងាចនេះសូមចម្រើនពរហើយសូមជូនពរញាតិញោមពុទ្ធបរិស័ទយើងទាំងអស់ជួបតែសេចក្តីសុខចម្រើនហើយថ្ងៃនេះសូមញាតិញោមពុទ្ធបរិស័ទល្ងាចនេះយើងធ្វើកម្មវិធីសូត្រធម៌ញាតិញោមណាចេះធម៌អីជួយសូត្រធម៌ចោះដើម្បីយើងរលឹកថ្ងៃព្រះអង្គប្រសូតនឹងដែលបានធ្វើកម្មវិធីឡើងក្នុងល្ងាចនេះព្រោះអីថ្ងៃនេះមករវល់ពេកអត់បានរៀបចំបើឥឡូវទៅមករៀបចំពេលល្ងាចបើចឹងហើយមានអធិស្ឋានញាតិញោមណាហើយកុំបានបិណ្ឌបាតប្រការញាតិញោមទេមានប្រមាណធ្វើប៉ុណ្ណឹងសូមចម្រើនពរដាក់ផ្កាសិទ្ធិនេះដាក់ផ្កាសិទ្ធិ